មនុស្ស6ប្រភេទត្រូវបានគេហាមមិនឲ្យទទួលទានពងទាកូននោះឡើយបើយោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភពងទាកូនត្រូវបានគេដឹងថាមានផ្ទុកទៅដោយសារធាតុចិញ្ចឹមដ៏ចាំបាច់សម្រាប់រាងកាយជាច្រើនហើយក៏ក្នុងបរិមាណច្រើនផងដែរនៅក្នុងពងទាកូននីមួយៗមានប្រូតេអ៊ីនគុណភាពខ្ពស់ជាតិខ្លាញ់កាល់ស្យូមផូស្វ័រជាតិដែករួមទាំងវីតាមីនជាច្រើនដូចជាវីតាមីន A វីតាមីន B1 វីតាមីន B2 និងវីតាមីន C ជាដើមហើយបើយោងតាមវិទ្យាសាស្ត្របុរាណក៏ចាត់ទុកថាពងទាកូនគឺជាអាហារដែលមានប្រសិទ្ធភាពដែលអាចជួយទ្រទ្រង់ឈាមជួយស្ដារសុខភាពនិងកែលម្អកាយសម្បទាសម្រាប់អ្នកដែលខ្សោយរាងកាយឬអ្នកទើបតែងើបពីជំងឺជាដើមក៏ប៉ុន្តែបើទោះបីជាពងទាកូនវាមានអត្ថប្រយោជន៍ច្រើនយ៉ាងណាក៏ដោយមិនមែនមនុស្សគ្រប់ប្រភេទសុទ្ធតែអាចទទួលទានវាបាននោះទេដូច្នេះហើយនៅក្នុងវីដេអូនេះយើងនឹងលើកយកនៅក្រុមមនុស្ស6ប្រភេទដែលមិនគួរទទួលទានពងទាកូននោះឡើយទី1ក្រុមកុមារដែលមានអាយុក្រោម5ឆ្នាំបើយោងតាមអ្នកជំនាញបានណែនាំថាកុមារតូចៗដែលមានអាយុក្រោម5ឆ្នាំមិនគួរទទួលទានពងទាកូនច្រើននោះទេមូលហេតុគឺដោយសារប្រព័ន្ធរំលាយអាហាររបស់កុមារនៅខ្ចីគឺមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការកិនរំលាយអាហារនិងអាចស្រូបយកជាតិអាហារដ៏ច្រើននិងស្មុគស្មាញបំផុតនៅក្នុងពងទាកូននោះឡើយប្រសិនបើឲ្យកុមារដែលមានអាយុក្រោម5ឆ្នាំទទួលទានពងទាកូនច្រើនញឹកញាប់ពេកនោះកុមារទាំងនោះនឹងអាចជួបប្រទះស្ថានភាពដែលមិនអាចរំលាយអាហារបង្កឲ្យមានអាការៈហើមពោះឆ្អល់ពោះជួបបញ្ហាប្រព័ន្ធរំលាយអាហារឬស្រូបយកសារធាតុចិញ្ចឹមមិនមានប្រសិទ្ធភាពនោះឡើយចំពោះកុមារដែលមានអាយុច្រើនជាងនេះអាណាព្យាបាលក៏គួរតែឲ្យពួកគេបរិភោគក្នុងបរិមាណសមល្មមនិងមិនគួរទទួលទានញឹកញាប់ពេកនោះទេទី2អ្នកដែលមានទម្ងន់លើសឬធាត់ជ្រុលពងទាកូនមានផ្ទុកថាមពលកាឡូរីនិងជាតិខ្លាញ់ច្រើនគួរសមដូច្នេះអ្នកដែលស្ថិតក្នុងដំណើរការសម្រកទម្ងន់ឬអ្នកដែលមានទម្ងន់លើសនិងធាត់ជ្រុលនោះលោកអ្នកគួរតែកម្រិតការទទួលទានពងទាកូនជាប្រចាំការទទួលទានវាច្រើនពេកវានឹងអាចធ្វើឲ្យបរិមាណកាឡូរីដែលជ្រាបចូលក្នុងរាងកាយរបស់អ្នកលើសពីតម្រូវការដែលបង្កការលំបាកដល់ដំណើរការគ្រប់គ្រងទម្ងន់និងបង្កើនហានិភ័យនៃជំងឺបំផ្លាញសារធាតុផងដែរទី3អ្នកដែលមានបញ្ហាខ្លាញ់ក្នុងឈាមពងទាកូនមួយគ្រាប់មានកម្រិតខូលេស្តេរ៉ុលខ្ពស់ខ្លាំងណាស់ដូច្នេះហើយចំពោះអ្នកដែលមានបញ្ហាខុសប្រក្រតីនៃជាតិខ្លាញ់ក្នុងឈាមឬខូលេស្តេរ៉ុលឡើងខ្ពស់ការទទួលទានពងទាកូនជាប្រចាំឬញឹកញាប់ពេកវាអាចបង្កើនបរិមាណខូលេស្តេរ៉ុលក្នុងឈាមដែលជះឥទ្ធិពលអាក្រក់បំផុតដល់សុខភាពសរសៃឈាមបេះដូងក្រុមមនុស្សប្រភេទនេះគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតឬអ្នកជំនាញអាហារូបត្ថម្ភដើម្បីរៀបចំរបបអាហារឲ្យបានត្រឹមត្រូវទី4អ្នកដែលមានជំងឺបេះដូងអ្នកដែលមានជំងឺសរសៃឈាមបេះដូងចាំបាច់ត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះបរិមាណខូលេស្តេរ៉ុលនៅក្នុងរបបអាហារប្រចាំថ្ងៃបើទោះបីជាពងទាកូនមានសារធាតុចិញ្ចឹមច្រើនក៏ដោយក៏ប៉ុន្តែប្រសិនបើលោកអ្នកទទួលទានច្រើនពេកវានឹងអាចបង្កើនហានិភ័យនៃការកកើតផ្ទាំងខ្លាញ់កកកុញក្នុងសរសៃឈាមរបស់អ្នកនិងបង្កសម្ពាធដល់ប្រព័ន្ធរបត់ឈាមដូច្នេះអ្នកដែលមានជំងឺបេះដូងគួរតែកម្រិតការទទួលទានពងទាកូនឲ្យបានត្រឹមត្រូវទី5អ្នកដែលមានជំងឺលើសឈាមអ្នកដែលមានប្រវត្តិជំងឺលើសឈាមក៏ស្ថិតក្នុងក្រុមដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរនៅពេលទទួលទានពងទាកូនរបបអាហារដែលមានផ្ទុកខូលេស្តេរ៉ុលខ្ពស់និងជាតិខ្លាញ់ច្រើនពេកវាក៏អាចជះឥទ្ធិពលដល់ដំណើរការគ្រប់គ្រងសម្ពាធឈាមព្រមទាំងបង្កើនហានិភ័យនៃផលវិបាកសរសៃឈាមបេះដូងការរក្សាបាននូវតុល្យភាពរបបអាហារនិងការកម្រិតអាហារដែលមានជាតិខូលេស្តេរ៉ុលខ្ពស់វាគឺជាគោលការណ៍ដ៏មានសារៈសំខាន់បំផុតសម្រាប់ក្រុមមនុស្សប្រភេទនេះទី6
អ្នកដែលមានជំងឺទឹកនោមផ្អែមចំពោះក្រុមមនុស្សដែលមានជំងឺទឹកនោមផ្អែមតែងតែត្រូវបានគ្រប់គ្រងរបបអាហារឲ្យបានហ្មត់ចត់ដើម្បីរក្សាជាតិស្ករក្នុងឈាមឲ្យមានស្ថិរភាពនិងកាត់បន្ថយហានិភ័យនៃផលវិបាកផ្សេងៗបើទោះបីជាពងទាកូនមិនមានផ្ទុកជាតិស្ករច្រើនក៏ដោយក៏ប៉ុន្តែជាតិខ្លាញ់និង cholesterol ខ្ពស់របស់វានឹងអាចជះឥទ្ធិពលដល់សុខភាពសរសៃឈាមបេះដូងដែលជាផលវិបាកមួយក្នុងចំណោមផលវិបាកជាទូទៅបំផុតចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមដូច្នេះហើយអ្នកជំងឺគួរតែទទួលទានក្នុងបរិមាណកំណត់ត្រឹមត្រូវនិងមិនគួរទទួលទានវាញឹកញាប់ពេកនោះឡើយដោយឡែកសម្រាប់ក្រុមមនុស្សពេញវ័យដែលមានសុខភាពល្អធម្មតាក៏ត្រូវបានអ្នកជំនាញណែនាំថាដើម្បីអាចទាញយកអត្ថប្រយោជន៍ពីពងទាកូននិងកាត់បន្ថយហានិភ័យចំពោះសុខភាពនោះលោកអ្នកគួរតែទទួលទានពងទាកូនត្រឹមតែ1ទៅ2គ្រាប់ប៉ុណ្ណោះក្នុងមួយសប្តាហ៍ហើយត្រូវប្រាកដថាពងទាត្រូវតែស្ងោរឲ្យឆ្អិនល្អមុនពេលបរិភោគដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងពពួកមេរោគបាក់តេរី ព្រួនឬប៉ារ៉ាស៊ីតពិសេសលោកអ្នកគួរតែជ្រើសរើសប្រភពពងទាណាដែលធានាបានគុណភាពមានប្រភពច្បាស់លាស់និងរក្សាទុកឲ្យបានត្រឹមត្រូវផងដែរចែករំលែកវីដេអូនេះឲ្យបានច្រើនប្រសិនបើលោកអ្នកយល់ថាវាមានប្រយោជន៍សម្រាប់អ្នកនិងមនុស្សជាទីស្រឡាញ់របស់អ្នក